ចារណាក្នុងខ្លឹមសារនៃបនផងរំលឹកយើងជ្រាបស្រាប់ហើយគ្រាន់តែរំលឹកដូចថាមានបរពវេទអីកើតឡើងចូលមកក្នុងពុទ្ធសាសនាអីចឹងយើងក៏រំលឹកឡើងអញ្ចឹងណាពីខ្លឹមសារនៃបនហ្នឹងព្រោះសំខាន់ណាបនធំបីតែព្រះពុទ្ធអង្គបានជាព្រះពុទ្ធក៏ដោយសារបនអត់មានអភិនិហាបនបារមីធ្វើម៉េចបានជាព្រះពុទ្ធដូច្នេះគូគោរពគូកោតក្រែងមែនទេអត់មានកុំចាំបាច់និយាយដល់ទៅតេះដៀលបនហ្នឹងហើយគ្រាន់តែយើងមិនជ្រះថ្លាជាមួយនឹងបនហ្នឹងគឺបានដីថាសទ្ធានិងបញ្ញាយើងខ្សោយការដែលយល់ដឹងហេតុផលដោយសមាធិហ្នឹងខ្សោយនេះចេះដឹងស្អីស្អីណែនៃផ្សេងផ្សេងប៉ុន្តែអំណាចនៃបុណ្យនេះគឺមនុស្សទេវតាប្រអិនប្រព្រំទាំងអស់ដែលកើតមានណាដោយសារបុណ្យអត់មានបុណ្យមនុស្សតែម្នាក់ក៏អត់ផងអត់មានបដិសន្ធិជាមនុស្សទេវតាប្រអិនប្រព្រំហ្នឹងគឺដោយសារបុណ្យទាំងអស់ហ្នឹងហើយដែលឲ្យបដិសន្ធិហ្នឹងហើយបានជាព្រះពុទ្ធព្រះបច្ចេកពុទ្ធអគ្គសាវកអគ្គសាវិកាពុទ្ធមេត្តាពុទ្ធបិតាពុទ្ធញាតិកិស័យសារពេជ្រទាំងអស់ព្រះអរិយបុគ្គលទាំងអស់សិតតែនៅលើកម្លាំងបុណ្យទាំងអស់ដែលឲ្យបានសម្រេចទាំងសម្បត្តិលោកយៈទាំងលោកតរៈក្រៃលែងណាបុណ្យហ្នឹងហ្នឹងហើយអញ្ចឹងបានពុទ្ធអង្គតែងតែកុំឲ្យខ្លាចបុណ្យណាហ្នឹងហើយការសន្សំបុណ្យនាំមកនៅសេចក្តីសុខបុណ្យជួយគឺថាឲ្យបានក្តីសុខពេលចិត្តស្លាប់ទៀតពេលចិត្តស្លាប់ត្រូវភ័យណាស់ហ្នឹងបែរទៅជាបុណ្យជួយឲ្យយើងបានសុខដោយការនឹករលឹកឃើញបុណ្យទៅគឺថាបិទភ្នែកទៅទាំងសេចក្តីសុខអស្ចារ្យប៉ុណ្ណាមើលចាហ្នឹងឯងបញ្ញាំងសុខខាំងជីវិតៈសង្កយមហិហ្នឹងឯងចឹងសូមអនុមោទនា